ភាពខុសគ្នារវាងកិរិយាសព្ទបារាំង sentir se sentir និង ressentir ចំពោះកិរិយាសព្ទ sentir យើងប្រើវាដើម្បីបង្ហាញពីអ្វីដែលយើងអាចដឹងបានដោយញៀនដែលអាចជាឃានវិញ្ញាណជីវវិញ្ញាណឬក៏កាយវិញ្ញាណឧទាហរណ៍ je sens la chaleur du soleil មានន័យថាយើងអាចដឹងពីកម្ដៅរបស់ព្រះអាទិត្យបានដោយកាយវិញ្ញាណន័យថាយើងមានអារម្មណ៍តែក្ដៅដោយសារពន្លឺព្រះអាទិត្យយើងអាចប្រើកិរិយាសព្ទ sentir ដើម្បីនិយាយថាយើងមានប្រផ្នូលថាអ្វីមួយនឹងកើតមានឡើងឧទាហរណ៍ je sens que tu es triste មានន័យថាខ្ញុំមានអារម្មណ៍ថាអ្នកឯងគឺអត់សប្បាយចិត្តឧទាហរណ៍មួយទៀត je sens que quelque chose ne va pas មានន័យថាខ្ញុំមានអារម្មណ៍ថាអ្វីមួយមិនល្អកំពុងកើតឡើងឬក៏នឹងកើតមានឡើងឬក៏មានអារម្មណ៍អត់ស្រួលថាអ្វីមួយវាអត់ដំណើរការតាមអ្វីដែលយើងគិតថានឹងដំណើរការចំពោះកិរិយាសព្ទ se sentir វិញយើងប្រើវាដើម្បីនិយាយពីសភាពឬក៏អារម្មណ៍របស់យើងដែលយើងប្រើវាជាមួយនឹងគុណនាមឧទាហរណ៍ je me sens heureux មានន័យថាខ្ញុំមានអារម្មណ៍សប្បាយចិត្តឬក៏ je me sens triste ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តចំពោះកិរិយាសព្ទ ressentir វិញវាមានន័យស្តៀងនឹងកិរិយាសព្ទ se sentir ដែរដែលយើងប្រើវាដើម្បីបង្ហាញពីអារម្មណ៍តែវាមិនមែនជាកិរិយាសព្ទ réfléchir ឬក៏ pronominal ដូចកិរិយាសព្ទ se sentir នោះទេដោយយើងមិនចាំបាច់ដាក់ se ពីមុខវានោះទេហើយយើងប្រើវាជាមួយនឹងនាមឧទាហរណ៍ je ressens de la joie មានន័យថាខ្ញុំមានអារម្មណ៍សប្បាយចិត្តឧទាហរណ៍មួយទៀត je ressens de la colère មានន័យថាខ្ញុំមានអារម្មណ៍ខឹង